ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងទាំងអស់គ្នានឹងជួបជាមួយអ្នកគ្រូនៅក្នុងវីដេអូមេរៀនទី3បង្ហាញពីចំនួនគត់ relative ចាចំនួនគត់ relative វាជាមេរៀនមួយសម្រាប់គណិតវិទ្យាយើងថ្នាក់ទី7ហើយវាជាមេរៀនថ្មីក្នុងចំណោមមេរៀនទាំងអស់ដែលបងប្អូនមិនដែលបានសិក្សាទេនៅក្នុងកម្រិតបឋមសិក្សាចាអញ្ចឹងទី1យើងនឹងស្វែងយល់ថាតើសញ្ញាណចំនួនគត់ relative ហ្នឹងវាមិនទៅមិនបានមានចំនួនហ្នឹងអញ្ចឹងចាតោះពិនិត្យមើលទាំងអស់គ្នាគ្រូមានឧទាហរណ៍7ដក4ងាយងាយអូនណាចាស្មើ3 7ដក5ស្មើ2 7ដក6ស្មើ1ដល់ពេល7ដក7គឺអស់សល់0នេះអូខេអូនសង្កេតមើលឧទាហរណ៍ទាំង4នេះមានន័យថាតួដកទី1របស់យើងហ្នឹង7ហ្នឹងគឺវាធំជាងតួដកទី2យើងដកវាបានដល់ពេលករណីវាស្មើគ្នាគឺស្មើ0នេះចុះនៅពេលដែល7នេះដក8តើវានឹងស្មើប៉ុន្មាននៅពេលដែលតួដកទី1យើងវាយ៉ាងម៉េចនឹងតួដកទី2អូនមើលអាខាងលើតួដកទី1យើងហ្នឹងគឺវាធំជាងតួដកទី2ដល់ពេលអាចុងក្រោយនេះ7ដក8ហ្នឹងតួដកទី1របស់យើង7មិននឹង8អូនចាវាតូចជាងអញ្ចឹងសួរថាស្មើប៉ុន្មានទៅចំនួនអស់ទាំងនេះសុទ្ធតែជាចំនួនគត់ដែលអូនធ្លាប់ស្គាល់ហើយណាតែដល់ពេលនេះករណីដែលតួទី1តូចជាងតួទី2ហ្នឹងយើងដកមិនបានហ្នឹងណាបានជាគេបានបង្កើតឡើងនៅចំនួនមួយទៀតដែលយើងហៅថាចំនួនគត់ relative ចា relative ចាតោះឥឡូវយើងមកមើលពីបន្ទាត់ចំនួនបន្ទាត់ដែលយើងតាំងឲ្យចំនួនគត់ relative ហ្នឹងតោះអញ្ចឹងអ្នកគ្រូមានបន្ទាត់ចំនួនមួយនេះបន្ទាត់ចំនួនរបស់យើងណាអូនអ្នកគ្រូដើរលេខ01អញ្ចឹងមួយឯកតាមួយឯកតាគឺស្មើគ្នាពី0មកខាងស្ដាំអ្នកគ្រូបងលេខ1ចាពី0មកខាងស្ដាំអ្នកគ្រូដាក់លេខវា1បន្តមក2 3 4 5 6 7ដល់ពេលពី0ទៅខាងឆ្វេងវិញអញ្ចឹងគឺដក1ដក2ដក3ដក4ដក5ដក6ចាអញ្ចឹងមានន័យថាពី0មកខាងស្ដាំនេះតាំងឲ្យសញ្ញាបូកគឺវិជ្ជមានដល់ពេលពី0ទៅខាងឆ្វេងតាំងដោយសញ្ញាដកគឺចាដល់ពេលពី0ទៅខាងឆ្វេងយើងនេះតាំងដោយសញ្ញាដកគឺអវិជ្ជមានចាហ្នឹងគឺតាំងឲ្យចំនួនគត់ relative យើងក្នុងករណីឧទាហរណ៍ខាងលើរបស់យើងមិញ7ដក8ហ្នឹងណាគឺស្មើនឹងប្រមាណដែរអូនចាគឺស្មើនឹងដក1តែជាមូលហេតុធ្វើឲ្យមានការបង្កើតនៅចំនួនគត់ relative របស់យើងនឹងអញ្ចឹងអូនពិនិត្យមើលតាមរយៈគំនូសតាំងតាមរយៈបន្ទាត់ចំនួនរបស់យើងតើចំនួនគត់ relative របស់យើងចែកជាប៉ុន្មានផ្នែកចែកជាប៉ុន្មានប្រភេទអីខ្លះទៅអូនមានប៉ុន្មានប្រភេទអ្វីខ្លះដែរចាអូនមើលអូនចាអញ្ចឹងគឺយើងមានចែកជា3ប្រភេទគឺចំនួនគត់ relative វិជ្ជមានទៀតអូនចាចំនួនគត់ relative អវិជ្ជមាននិងអីដែរអូនចានឹង0អញ្ចឹងមិនថាយើងចែកវាជា3ផ្នែកហ្នឹងពី0មកខាងស្ដាំវិជ្ជមាន0ទៅឆ្វេងវិជ្ជមានហើយគឺ0នឹងតែម្ដងអញ្ចឹងមាន3ហ្នឹងនេះអ្នកគ្រូបង្ហាញពីមូលហេតុដែលគេបង្កើតចំនួន
កុដ relative នៅពេលដែលករណីចំនួនយើងតួទី1ដកតួទី2នេះអាតួទី1យើងវាតូចជាងអញ្ចឹងចម្លើយយើងនៅសល់អវិជ្ជមាននេះដល់យើងមានតែចំនួនគុណធម្មជាតិចំនួនគុណវាប្រើប្រាស់អត់គ្រាន់ទេបានគេបង្កើតចំនួនគុណ relative មកមួយទៀតចាអរគុណច្រើន